ត្រូវខ្លាំងមែនតើដែលយើងឲ្យអ្នកនេះតាំងពីដូចជាប្រហែលថ្ងៃមុនដែលធីមការងារយើងឲ្យចង់ហាក់ data យើងអត់មានដូរញ៉ៃអីណាម្ដងចេះម្ដងចុះ random prediction no not like that ពួកយើងមិនមែនពួក prediction គូ TA ដែលចេះមួយថ្ងៃចុះអត់ទេពួកស្អែយើងមើល data មើលតិន័យ floor លុយផ្សេងៗហើយយើងមើលតាក់ទងពី economy ផ្សេងៗហើយយើងមើលតាក់ទងពី potential ច្រើនមែនតើនៅក្នុង world economy ឬ world data ផងដែរអញ្ចឹងយើងយកមកយើងកណនាមើលថាតើទីផ្សារវាទៅជាយ៉ាងណាហើយបន្ទាប់មកគ្រាមការងារយើងក៏ធ្វើការ analyze ហើយព្យាយាមមើលអីផ្សេងៗហើយក៏បានផុសនៅក្នុងបន្ទប់អាណាចក្រ crypto data របស់យើងឬក៏អាណាចក្រ signal អីផ្សេងៗនៅពេលដែលខ្ញុំ drop signal ផ្សេងៗទៀតផងដែរអញ្ចឹងយើងឃើញ signal របស់យើង yeah so cool we good មែនតើ we am មែនតើប៉ុន្តែយើងក៏មាន SL មួយហើយ SL ហ្នឹងចាប់និយាយបានថាវាចែកដនមែនតើពេលដែលខ្ញុំឲ្យ signal នេះអា SL ហ្នឹងរយៈពេល30នាទីក្រោយមកចាប់ដើមទីផ្សារចាប់ដើមក្រាស់ទាំងអស់មូលហេតុអីគឺពេលហ្នឹង ឬក៏ market maker ហ្នឹងគាត់ចាប់ដើមធ្វើការ move market អីចឹងប៉ុន្តែវាក្រាស់បានរយៈពេលតែ5 10នាទីវាឡើងវិញរហូតលោតទៅដល់ TP ប្រហែល TP 3 TP 4ពេលហ្នឹង signal របស់ខ្ញុំមួយហ្នឹងតែខ្ញុំក៏បានធ្វើការផុសតាក់ទងពី SL ហើយខ្ញុំក៏ឲ្យអ្នកនេះប្រយ័ត្នមែនតើរាល់ពេលដែលយើងធ្វើការ entry ផ្សេងៗទៀតផងដែររាល់ signal របស់ខ្ញុំទទួលស្គាល់ថាវាអាច entry ត្រឡប់ទៅវិញឬក៏វាអាចបើកម្ដងទៀតប៉ុន្តែដូចខ្ញុំនិយាយចឹងគឺខ្ញុំអត់មានធ្វើការឲ្យអ្នកនេះធ្វើមិនទេគឺអ្នកនេះត្រូវការ do your own research ខ្លួនឯងហើយអ្នកនេះត្រូវមានទំនួលខុសត្រូវដល់ពេលដែលយើងបើក signal ឬក៏យើងចាំដល់ TP ច្រើនព្រោះស្អី signal ពីច្រើនខ្ញុំឲ្យត្រឹម TP 1ឯងឲ្យជា default របស់យើងដែលយើងនិយាយប្រាប់អ្នកនេះតែបើសិនអ្នកនេះចង់លោតទៅដល់ TP 2 TP 3 TP 4 TP 5អាហ្នឹងស្រេចចិត្តអ្នកនេះប៉ុន្តែត្រូវចេះធ្វើការចេះពីរបៀបក្នុងការ set stop loss ឬក៏ SL បើសិនអ្នកនេះចង់ take រហូតដល់ TP 3 TP 4យើងត្រូវការដាក់ SL របស់យើងនៅចំណុច TP 1ឬក៏ TP 2ទៅដើម្បីយើងទៅដល់ TP ផ្សេងៗទៀតអញ្ចឹងបើវាត្រឡប់មក TP 1វានឹងបិទនៅកន្លែង TP 1 automatic អញ្ចឹងវីដេអូហ្នឹងគឺខ្ញុំនឹងផុស release នៅក្នុងខែហ្នឹងឬក៏រៀងចុងខែតិចដោយសារអីខែនេះខ្ញុំរៀង level ច្រើនដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺខ្ញុំមានកិច្ចការងាររបស់ខ្ញុំនិយាយតាមផង level ជាង run trade អត់ level ដូចខ្ញុំសៅរ៍អាទិត្យក៏ខ្ញុំនៅធ្វើហើយខ្ញុំធ្វើនិយាយ random មែនតើហើយដូចអ្នកនេះដឹងអញ្ចឹងខ្ញុំមើល data មើលទៅណៃខ្ញុំត្រូវការមាន meeting ហើយខ្ញុំមាន business in real life ខ្ញុំត្រូវតែមើល business in real life ខ្ញុំហើយខ្ញុំឥឡូវបើកបាន5សាខាជាងអញ្ចឹងខ្ញុំត្រូវតែមើលផ្សេងៗទៀតច្រើនមែនតើអញ្ចឹងខ្ញុំ level មែនសារមូលហេតុដែលខ្ញុំចង់ level ខ្លាំងហ្នឹងគឺមិនមែនមកពីការងារឬក៏មកពីអីទេគឺខ្ញុំចង់ធ្វើឲ្យខ្លួនឯង level សារខ្ញុំនៅក្មេងហើយខ្ញុំចូលចិត្តអញ្ចឹងតាំងពីដើមបើសិនអ្នកនេះជា fan របស់ខ្ញុំឬក៏ជា follower នៅក្នុង Instagram story ខ្ញុំអ្នកនេះមើល story ខ្ញុំដឹងហើយគឺខ្ញុំដាច់យកជារៀងរាល់ថ្ងៃតាំងពីជំនាន់ប្រហែល 3-4 ឆ្នាំមុនរហូតដល់ឥឡូវគឺខ្ញុំនៅតែដែរមែនតើទោះបីពីមុនខ្ញុំអត់សូវមានលុយហើយឥឡូវខ្ញុំមានអញ្ចឹងខ្ញុំមាន fan តិចខ្ញុំមិនមានលុយច្រើនខ្ញុំធម្មតាទេគាត់ថាខ្ញុំក៏អាចធ្វើការព្យាយាមធ្វើអ្វីដែលខ្ញុំអាចធ្វើទៅបានមុនពេលអាយុ30តែខ្ញុំមិនអាយុ30ទេឥឡូវគឺខ្ញុំនៅក្មេងខ្ញុំត្រឹមអញ្ចឹងវ័យពាក់កណ្ដាលជាងតែខ្ញុំនឹងព្យាយាមឲ្យតាមអ្វីដែលខ្ញុំអាចធ្វើទៅបានមុនពេលដែលយើងដល់អញ្ចឹងប្រហែលឆ្នាំឬក៏5-6ឆ្នាំទៀតខ្ញុំអាយុប៉ុណ្ណេះគឺវាពិបាកមែនតើអញ្ចឹងតោះយើងនៅក្មេងយើងអាចដាច់យកបាយយើងអាចធ្វើអ្វីបានសុខភាពយើងនៅមាំទាំតែព្យាយាម do your own research ព្យាយាមថែរក្សាសុខភាពយើងឲ្យកាន់តែច្រើនកុំឲ្យពេលដែលយើងដេកលើក្រែទៅយើងមានលុយដេកលើក្រែចោលអានេះអត់សុបាយទេអញ្ចឹងព្យាយាមថែរក្សាសុខភាពមែនតើទោះបីជាខ្ញុំដាច់យកមែនប៉ុន្តែខ្ញុំមាន private doctor ខ្ញុំព្យាយាមប្រាប់ពីរបៀបម្ហូបអាហារខ្ញុំញ៉ាំចំវីតាមីនអីផ្សេងៗអ្នកឃើញមុខខ្ញុំស្អាតឃើញមុខអីលយសាររបៀបរបស់ខ្ញុំញ៉ាំអីហើយខ្ញុំចូលចិត្តញ៉ាំផ្លែឈើញ៉ាំអីជាមូលហេតុមួយដែលធ្វើឲ្យយើងអញ្ចឹង potential ល្អក្នុងសុខភាពរបស់យើងឬរាងកាយរបស់យើងផងដែរ